យុវជននៅខេត្តត្បូងឃ្មុំនៅតែមានឱកាសនៅក្នុងការចាប់យកនៃជំនះជំនាញសម្រាប់ប្រកបរបរចិញ្ចឹមជីវិតតាមរយៈការផ្ដល់ជាអាហារូបករណ៍ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនៅក្នុងការបណ្ដុះបណ្ដាលជំនាញ TVET គឺផ្ដល់អាហារូបករណ៍1.5 លាននាក់ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានដាក់ចេញគោលនយោបាយអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសសម្រាប់យុវជនដែលបានបាត់បង់ឱកាសបន្តការសិក្សានៅមហាវិទ្យាល័យយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យយុវជននៅក្នុងខេត្តត្បូងឃ្មុំនិងនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅតែមានឱកាសបន្តការសិក្សាលើជំនាញវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដតាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំអាយរ៉មមុលវិបុលអនុរដ្ឋលេខាធិការក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថាក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលពិតណាស់យុវជនគ្រប់រូបនៅតែមានឱកាសសម្រាប់ការសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងជំនាញមួយយ៉ាងពិតប្រាកដតាមរយៈការបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំនិងនៅតាមបណ្ដាខេត្តផ្សេងៗទៀតរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបានដាក់ចេញនៅកម្មវិធីនយោបាយអាទិភាពនេះគឺសម្រាប់ធ្វើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជូនដល់យុវជនដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅបាទអញ្ចឹងយុវជនទាំងអស់នោះបើសិនជាក្នុងករណីដែលពួកគាត់មិនបានបន្តការសិក្សាឲ្យបានចប់រហូតដល់ថ្នាក់បាក់ឌុបធ្លាក់បាក់ឌុបឬក៏ធ្លាក់ឌីប្លូមនោះទេបាទគឺពួកគាត់សម្រេចចិត្តមកចុះឈ្មោះរៀនជំនាញបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈត្បូងឃ្មុំក្តីឬក៏នៅតាមបណ្ដាខេត្តក្រុងនានាក្តីជាទូទៅនៅបច្ចុប្បន្ននេះយើងមានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈចំនួន37ស្ថិតនៅក្រោមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្ញុំសូមអំពាវនាវម្ដងហើយម្ដងទៀតថារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតគិតគូរយកចិត្តទុកដាក់ចំពោះកូនក្មួយទាំងឡាយដែលមិនបានរៀនសូត្រខ្ពង់ខ្ពស់ដែលមិនបានរៀនបានចប់ដល់សញ្ញាបត្រណានោះក៏ឲ្យមកចុះឈ្មោះចូលរៀនជំនាញមកបាទយើងដឹងហើយថាប្រទេសជាតិមួយមានការរីកចម្រើនបានគឺអាស្រ័យទៅលើមូលធនមនុស្សបើសិនជាប្រទេសជាតិដែលមានអ្នកជំនាញផ្នែកបច្ចេកទេសច្បាស់លាស់គឺអ្នកវិនិយោគទុននឹងមកបណ្ដាក់ទុនរស់ស៊ីកាន់តែច្រើនគេមើលមកថាប្រជាជនរបស់កម្ពុជាគឺពោពេញទៅដោយអ្នកដែលមានសមត្ថភាពមានភាពធន់មានអរិយាប័ត្រការងារល្អដូច្នេះអ្នកវិនិយោគទុនគេនឹងសម្រេចចិត្តមកបណ្ដាក់ទុនរស់ស៊ីអញ្ចឹងជាការឆ្លើយតបចំពោះសំណួរគឺខ្ញុំចង់បញ្ជាក់ថាកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតគឺយើងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងការរៀនជំនាញនេះណាខ្ញុំចង់បញ្ជាក់ថាយើងមិនមែនបង្រៀនតែជំនាញបច្ចេកទេសទេយើងមានបន្ថែមនៅជំនាញទុនហ្នឹងគឺសំដៅទៅលើអរិយាប័ត្រការងារការសម្របសម្រួលខ្លួនធ្វើការជាក្រុមបើតាមយុវតីគៀតស្រីមុំមកពីស្រុកអូរៀងអ៊ៅបានរៀបរាប់ថាដោយសារតែចង់មានជំនាញមួយដែលច្បាស់លាស់សម្រាប់ចិញ្ចឹមខ្លួននិងគ្រួសារទៅថ្ងៃអនាគតរូបនាងបានមករៀននៅជំនាញតែងកាយសាឡុននៅមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំជាមួយការយកចិត្តទុកដាក់ពីបុគ្គលិកលោកគ្រូអ្នកគ្រូនិងមានប្រាក់ឧបត្ថម្ភថែមទៀតផងបានព័ត៌មានមកពីភូមិឃុំហើយខ្ញុំគិតថាខាងសាលាខាងក្រសួងនៃគាត់បើកវគ្គមកហ្នឹងគឺមានអត្ថប្រយោជន៍ច្រើនសម្រាប់គ្រួសារក្រីក្រដែលខ្វះខាតជីវភាពដូចជាពួកខ្ញុំពួកយើងអាចមកចុះឈ្មោះចូលរៀនដែលឥតគិតថ្លៃហើយខាងក្រសួងខាងរាជរដ្ឋាភិបាលរៀបចំជាថវិកាឲ្យខាងពួកយើងទៀតហើយពួកយើងទទួលបានចំណេះដឹងច្រើនដូចជាខាងសាឡនខាងជាងម៉ូតូខាងជាងម៉ាស៊ីនត្រជាក់អីមានច្រើនទៀតហើយខ្ញុំចង់ឲ្យបងដែលគាត់មានដូចជាបានសប្បុរសធម៌ហើយនឹងគេហៅមួយទៀតគេហៅបានក្រីក្រអញ្ចឹងណាពូចង់ឲ្យគាត់មកចុះឈ្មោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំអានេះខ្ញុំនៅខេត្តត្បូងឃ្មុំខ្ញុំគិតថាល្អខ្លាំងមែនទែនដែលរាជរដ្ឋាភិបាលគាត់បង្កើតកម្មវិធីនឹងឡើងមកគឺជួយដល់ពួកខ្ញុំបានច្រើនមែនទែនគឺទទួលបានចំណេះដឹងហើយបានប្រាក់ខ្លះយកទៅជួយគ្រួសារទៀតចាខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលហើយនឹងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានជួយបរៀនយកចិត្តទុកដាក់ដល់ខ្ញុំហើយនឹងបងផ្សេងទៀត
ឲ្យមានចំណេះដឹងចំណេះជំនាញដែលអាចចេញទៅបើករកស៊ីខ្លួនឯងបានចាខ្ញុំអរគុណពួកគាត់ខ្លាំងមែនទែនលោកយ៉ានសុខាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំបានលើកឡើងថាសម្រាប់មជ្ឈមណ្ឌលគឺមានភារកិច្ចអនុវត្តកម្មវិធីបណ្ដុះបណ្ដាលសម្រាប់យុវជនដែលបាត់បង់នៅឱកាសបន្តការសិក្សាយុវជនមកពីគ្រួសារងាយរងហានិភ័យដែលជាគោលនយោបាយអាទិភាពមួយរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីសម្រេចគោលដៅនេះមជ្ឈមណ្ឌលបានធ្វើការផ្សព្វផ្សាយតាមមូលដ្ឋានអំពីនីយដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយបន្តទៀតលោកបានបញ្ជាក់ថាក្នុងឆ្នាំ2024-2025មានសិស្សមកចុះឈ្មោះសូមចូលរៀនចំនួន11,423 នាក់និងកំពុងបន្តការសិក្សានៅបញ្ចប់ចំនួន7,070 នាក់និងសិស្សរងចាំចូលរៀនបន្តចំនួន2,916 នាក់លើជំនាញមួយចំនួនដូចជាសាឡនកាត់សក់កុំព្យូទ័រអគ្គិសនីជួសជុលម៉ាស៊ីនត្រជាក់និងជួសជុលម៉ូតូជាដើម